Ok,សួស្តីបងប្អូនតោះអញ្ចឹងយើងមកបន្ត limit យើងទៀតតើតងជាមួយនឹង limit tray count meter បាទសួស្តីនេះយើងគឺអក្សរ S limit យើងអញ្ចឹងយើងឃើញថា x កាត់0មែនទេអញ្ចឹងមុននឹងកណនី limit យើងត្រូវចំនួនរករៀងវាសិនតើរៀងវារៀងអីជួនកាលទៅវា x ខិតចិត្តអីផ្សេងទៅវាអាចថា x 0ហើយចំនួនទៅវារៀងកំណត់ធម្មតាវាចេញចម្លើយតែបើសិនយើងដាក់រៀង0រហូតគឺធ្វើទៅវាអាចនឹងខុសអញ្ចឹងកន្លែងនេះយើងត្រូវដាក់រៀងវាសិនឲ្យស្គាល់ណាអូខេតោះថាយើងដើរតាមផ្លូវណាអញ្ចឹងមកអញ្ចឹងអានេះ x ខិតចិត្ត0មានន័យថា1ដកកុសនៃ 2x នេះអា x ខិតចិត្ត0គុណឲ្យអា2នេះវាខិតចិត្ត0ដូចគ្នាអញ្ចឹងកុសនៃ x ខិតចិត្ត0វាស្មើ1អញ្ចឹង1ដក1វាបាទវា0 x ខិតចិត្ត0អា x នេះក៏វាខិតចិត្ត0ដូចគ្នាដែរណាបាទអញ្ចឹងរៀងគឺ0លើ0កាលណារៀង0លើ0យើងអាចមានរូបមន្តប្រើរូបមន្តយើងគឺមានន័យថាកន្លែងនេះ x ការ៉េឥឡូវបើសិនជាយើងយករូបមន្តមួយដកកុសនៃអុយនៃ x លើអុយនៃ x អានឹងវាស្មើ0ក៏ប៉ុន្តែយើងឆ្នៃអត់កើតទេដោយសារតែភាគបាយយើងមាន x ដល់តែ2បាទ x គុណ x មានថា2កតាអញ្ចឹងបើយើងសិនជាយើងដាក់ 2x ជាកតាវានៅមួយទៀតគឺរៀងមិនកំណត់តទៀតអញ្ចឹងយើងប្រើតាមលក្ខណៈតិចមានតែយើងអាចបំលែងអាភាគយកនេះឲ្យទៅជារូបមន្តបាទទៅជាទម្រង់ស៊ីនអីចឹងណាដើម្បីឲ្យវាមានរូបមន្តប្រើអញ្ចឹងយើងត្រូវដឹងថារូបមន្តយើងគឺយើងអាចមានមួយគឺ1ដកបាទកុសនិមម 2x ចឹងមកបាទនិមម 2x វាស្មើអីវាស្មើជាមួយនឹងបាទ2 sin ការ៉េ x មែនទេដោយសារតែអាមុំ2នេះយើងចែកវានឹង2ទៅវាបានអស់អញ្ចឹងសល់ x មុំ1ដកកុសតា x វាស្មើជាមួយនឹង2 sin មានថាតា x ចែកនឹង2មកណាអញ្ចឹងវាបាត់អស់ហើយអញ្ចឹងអាកន្លែងនេះគឺមុំវាត្រូវចែក2រហូតគឺស្មើប៉ុណ្នេះអញ្ចឹងយើងបំលែងអាផ្សំនេះទៅជាបែបនេះមកអញ្ចឹងយើងបាន limit បាទ x ខិតចិត្ត0នៃអានោះទៅជា sin មែនទេ2នេះយើងអាចដាក់ខាងមុខក៏បានគុណឲ្យមែនsin នៃ x មែនទេលើ x អញ្ចឹងអានេះ x ហើយអានេះ x ដូចគ្នាប៉ុន្តែយើងអាចលើកវាជាការ៉េបែបនេះបានទេដើម្បីឲ្យវាចូលរូបមន្តដោយសារតែពេលដែលយើងដាក់ថា sin ការ៉េ x លើ x ការ៉េវាអត់មានរូបមន្តប្រើទេតតែយើងដោបវាអញ្ចឹងមកមួយ sin x លើ x នេះអាហ្នឹងយើងធ្លាប់រៀនមែនទេគឺស្មើអីបាទ limit x ខិតចិត្ត0នៃបាទ sin x លើ x ឬក៏យើងបញ្ច្រេះ x លើ sin x វិញក៏ស្មើមួយដូចគ្នាដែរហ្នឹងអាហ្នឹងរូបមន្តវាណាឥឡូវអានេះយើងចំនួនចូលមកតែម្ដងគឺមានថា2គុណឲ្យមែន1ការ៉េអញ្ចឹងវាស្មើជាមួយនឹង2គុណ1ការ៉េវាបាន2អញ្ចឹងចម្លើយនេះឃើញ1លើ2នេះបាទនេះចប់ហើយណាយើងនឹងបន្តលំហាត់យើងទៀតនៅវីដេអូបន្តអូខេអរគុណច្រើន